ដើម្បីរៀបចំផែនការឲ្យបានត្រឹមត្រូវបាទខ្ញុំសូមធ្វើការណែនាំមួយចំនួនហើយសូមយកការងារនេះទៅអនុវត្តទី1ការងារនេះប្រហែលជាមន្ទីរដឹងច្បាស់ជាងហើយនឹងធ្វើការតាមរយៈបងប្អូនមន្ត្រីកសិកម្មឃុំសូមធ្វើការប៉ានស្មានថាតើក្នុងឃុំរបស់យើងនេះអាទិត្យនឹងមានស្រូវប្រមាណតោនប្រមាណហិកតាដែលក្រុងនឹងប្រមូលផលអញ្ចឹងក្រោយពីយើងដឹងហើយយើងចាប់ដើមដឹងហើយអូបើសិនជាអញ្ចឹងតើគាត់មានអ្នកទិញនៅព្រោះបច្ចុប្បន្ននេះរដ្ឋាភិបាលបានទម្លាក់លុយឲ្យរោងម៉ាស៊ីនដៃគូមួយចំនួនដើម្បីជួយទិញកសិករធ្វើយ៉ាងណាកុំឲ្យស្ទះនៅក្នុងទីវាលអញ្ចឹងទេករណីថាបើចោលមែនទេណាបងប្អូនទី1លោកប្រធានទីនៅទីនេះតាក់ទងមកលោកប្រធានទីថាបងកសិករនៅក្នុងឃុំរបស់ខ្ញុំចោលទីផ្សារហើយអត់មានអ្នកមកជួយទិញទេសូមប្រាប់បាទធានាថ្លៃឲ្យថ្លៃមិនប្រកបទេតែបើថាធានាឲ្យរំរោទីផ្សារបានមកឲ្យចោលយើងអាចធ្វើបានយើងមានរោងម៉ាស៊ីនដៃគូដែលធ្វើបានមួយថ្ងៃយើងប្រមូលទិញរដូវនេះណារោងម៉ាស៊ីនដៃគូឯណាមិនមែនទាំងអស់ទេណាចន្លោះពី 15,000 តោនទៅ 20,000 តោនក្នុងមួយថ្ងៃអញ្ចឹងរោឈ្មួញរោម៉ាស៊ីនបាទក្រៃវាខ្វះឡានដឹកត្រូវគិតរឿងឡានដឹកត្រូវគិតរឿងម៉ាស៊ីនច្រូតទៅទៀតពីព្រោះបាក់ចេះបញ្ហារបស់យើងណាជាពិសេសស្រូវវស្សានឹងតែម្ដងរំដួលមួយឆ្នាំម្ដងហើយវាប្រកាន់រដូវអញ្ចឹងដល់ពេលប្រមូលផលវាច្រើនចោលតារាគ្នាអញ្ចឹងទេអាគ្រឿងចាក់ម៉ាស៊ីនច្រូតឡានដឹកមួយចំនួនជួនកាលវាជួបកញ្ញាលំបាកហើយកុំភ្លេចណារឿងខ្លះដោះមួយតាក់មួយមានអ្នកទិញអត់ឡានដឹកនៅតែទិញអត់បានមានអ្នកទិញមានឡានដឹកអត់ម៉ាស៊ីនច្រូតនៅតែអត់មានស្រូវឡើងឡានបានអញ្ចឹងទេយើងតភ្ជាប់ទីផ្សារសម្របសម្រួលឲ្យបានបាទតួអង្គពីរសំខាន់ទី1ក្រសួងកសិកម្មក្នុងនាមជាក្រសួងសម័យយើងជួយការងារបច្ចេកទេសបាទបងប្អូនមន្ត្រីកសិកម្មកុំទៅយើងស៊ំណាយើងចេះមើលភ្នែកអញ្ជិញយើងចេះមើលគុណភាពយើងកុំឲ្យឈ្មោះហ្នឹងគាត់ចេះកឡុកប្រអាប់លើកសិករយើងថាអានេះលេខ2អានេះលេខ3អានេះគួរប៉ុណ្ណេះអានេះគួរប៉ុណ្ណោះសើមពេកអន់ពេកលាយពេកសម្រាមលាយមួយនឹងសម្ដីអត់ទេយើងយកភាពយុត្តិធម៌ដើម្បីឈរខាងកសិករជួយដល់បងប្អូនកសិករយើងបាទអាជ្ញាធរមូលដ្ឋានក៏ដូចគ្នាអញ្ចឹងហើយបានទៅទីនេះក្រសួងកសិកម្មមិនរំលងចោលអាជ្ញាធរមូលដ្ឋានទេសុំជួយសម្របសម្រួលបងប្អូនកសិករយើងយូរគាត់ជួបការលំបាកម្ដងមួយទៀតចំណុចដែលសំខាន់គឺសុំរកទីតាំងប្រមូលផ្ដុំដើម្បីធ្វើការលក់ដោះដូរបាទចំណុចនេះសំខាន់ពីព្រោះយើងមិនអាចនាំគ្នាទៅសម្របរួលដើរតាមស្រែមួយពិបាកណាស់ធ្វើមិនទីតាំងហ្នឹងដឹងថា